ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានអរគ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយទៀតទាក់ទងទៅនឹងស្ត្រីម្នាក់ដែលគាត់ចេះខាងព្យាបាលជំងឺបែបបុរាណចេះដល់អំពើអំព័ន្ធហ្នឹងហើយរូបគាត់បាននិយាយអះអាងថាជាគ្រូស្នងរូបពីបារមីរបស់កុមារទេពដែលបានចូលមកសន្ធិដ្ឋនៅក្នុងសម្បករូបកាយរបស់គាត់ហើយអ្នកជំងឺដែលបានទៅពឹងពាក់គាត់នោះភាគច្រើនពួកគេនិយាយថាព្យាបាលទៅគឺបានជាសះស្បើយគ្រប់គ្នាប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះគឺស្ត្រីខាងលើនេះព្យាបាលជំងឺទាត្រណឹបសុទ្ធតែក្លឹមក្រញូងឯណោះបើស្ដាប់មើលទៅវាពិតជាប្លែកខ្លាំងមែនតើជាធម្មតាគ្រូទូទេព្យាបាលជំងឺតាមបែបខ្មែរបុរាណឬក៏មុនអាគមរមែងតែបង្គាប់នៅត្រណឹបដូចជាធូបទៀនបារីស្លាម្លូផ្លែឈើកំណាត់សឬក៏រួមជាមួយនឹងប្រាក់កាក់ជាដើមប៉ុន្តែបែរជាស្ត្រីម្នាក់នេះវិញគាត់អះអាងថាបារមីកុមារទេពដែលចូលមកសន្ធិដ្ឋក្នុងរូបកាយរបស់គាត់នេះចម្លែកខ្លាំងណាស់គឺទាត្រណឹបសុទ្ធតែក្លឹមឈើក្រញូងឯណោះគ្រូស្រីខាងលើដែលអះអាងថាជាបារមីរបស់កុមារទេពចូលសន្ធិដ្ឋនេះគាត់គឺជាអ្នករស់នៅក្នុងខេត្តកំពង់ស្ពឺហើយស្ត្រីគ្រូម្នាក់នេះគឺចេះនិយាយច្រើនភាសាផងដែរដោយពេលខ្លះគាត់អាចនិយាយជាភាសាចិនម្ដងភាសាចាមនិងម្ដងទៀតភាសាវៀតណាមនិងខ្មែរផងដែរជុំវិញរឿងរ៉ាវខាងលើនេះត្រូវបានសម័យខ្លួនផ្ទាល់ព្រោះគាត់បាននិយាយថាបារមីកុមារទេពបានចូលមកសន្ធិដ្ឋនៅក្នុងខ្លួនគាត់ហើយមូលហេតុដែលបណ្ដាលឲ្យគាត់ក្លាយជាគ្រូនេះនិងកំណត់ទាត្រណឹបនៅក្លឹមឈើក្រញូងដោយស្ត្រីម្នាក់នេះបាននិយាយថាកន្លងមកនៅក្នុងក្រុមគ្រួសាររបស់គាត់មិនធ្លាប់មានសមាជិកណាម្នាក់ធ្លាប់ធ្វើជាគ្រូមកអ្វីនោះទេហើយរូបខ្ញុំក៏មិនធ្លាប់គិតដែរថាចង់ធ្វើជាគ្រូទោះទេឬក៏ព្យាបាលជំងឺនោះប៉ុន្តែប្រកែកនឹងកិច្ចវេះមិនបានហើយបារមីចូលសន្ធិដ្ឋបានបង្គាប់ឲ្យខ្ញុំជួយព្យាបាលសង្គ្រោះមនុស្សកាលពីដើមឡើយខ្ញុំគឺជាកម្មការធ្វើការនៅក្នុងរោងចក្រមួយកន្លែងនៅឯរាជធានីភ្នំពេញលុះចាប់តាំងពីចូលដល់ដើមឆ្នាំ2012មកនៅសុកស្រាប់តែគ្រួសាររបស់ខ្ញុំទាំងប្តីនិងកូនរបស់ខ្ញុំមានជំងឺគ្រប់គ្នាហើយគ្រានោះខ្ញុំក៏មានអាការៈធ្ងន់ធ្ងរជាងគេគឺឈឺក្បាលជាប់ជាប្រចាំទោះបីជាទិញថ្នាំលេបយ៉ាងណាក៏មិនបាត់ដែរដោយសារតែឈឺជាប់ជាប្រចាំធ្វើការមិនកើតខ្ញុំក៏សម្រេចចិត្តផ្អាកធ្វើការនៅរោងចក្រខ្ញុំក៏ត្រឡប់មកមើលជំងឺនៅឯស្រុកវិញតែកាលនោះមិនបានធូរស្រាលឡើយផ្ទុយទៅវិញជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅលើសដើមលុះពេលយប់មួយខ្ញុំបានយល់សប្តិឃើញបារមីកុមារទេពបានមកនិយាយប្រាប់ខ្ញុំថាបើរូបខ្ញុំនេះព្រមស្នងរូបនោះជំងឺរបស់ខ្ញុំជាសះស្បើយភ្លាមពេលនោះខ្ញុំក៏មានការស្ទាក់ស្ទើររារែកចិត្តដែរប៉ុន្តែដោយសារតែទ្រាំនឹងអាការៈឈឺក្បាលជាប្រចាំមិនបានធ្វើការងារអ្វីក៏មិនកើតណាមួយចង់ជាខ្ញុំក៏បានឆ្លើយតបនៅក្នុងយល់សប្តិនោះថាយល់ព្រមប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំគឺមិនចង់នោះទេព្រោះថាមិនចង់ធ្វើជាអ្នកស្នងរូបអ្វីនោះឡើយប៉ុន្តែបើគេនិយាយបញ្ជាក់ថាតើតែខ្ញុំស្នងរូបទៅជំងឺរបស់ខ្ញុំជាកាលនោះគឺខ្ញុំចង់ជាខ្លាំងណាស់ទៅខ្ញុំឆ្លើយយល់ព្រមបែបនេះទៅបន្ទាប់ពីខ្ញុំបានយល់សប្តិឃើញកុមារទេពមកបញ្យល់សប្តិប្រាប់ខ្ញុំបែបនេះលុះព្រឹកឡើងខ្ញុំក៏សង្កេតឃើញថាគឺជំងឺរបស់ខ្ញុំរៀងធូរស្បើយជាងមុនមិនសូវឈឺក្បាលខ្លាំងដូចមុនទេពេលដែលខ្ញុំបានជាសះស្បើយនោះខ្ញុំក៏ត្រឡប់មកភ្នំពេញវិញដើម្បីចូលធ្វើការរោងចក្រកាលនោះខ្ញុំអត់មានធ្វើអាសនៈដំឡើងគ្រូស្នងរូបដោយការបង្គាប់បញ្ជារបស់កុមារទេពនៅក្នុងយល់សប្តិឡើយគឺខ្ញុំនៅធ្វើការធម្មតាអញ្ចឹងហើយណាមួយខ្ញុំក៏មិនចង់ធ្វើជាគ្រូមកអ្វីនោះទេពីព្រោះណាមួយខ្មាស់គេផងលុះរំលងបានមួយសប្តាហ៍ក្រោយមកស្រាប់តែអាការៈឈឺក្បាលរបស់ខ្ញុំរឡើងវិញលើដើមលើកនេះគឺឈឺខ្លាំងជាងលើកមុនទៀតធ្វើឲ្យខ្ញុំចេះតែនិយាយផ្ដេសផ្ដាសឥតឈប់ឈរតែមិនបានដឹងខ្លួនឯងថានិយាយពីអ្វីនោះទេធ្វើឲ្យអ្នកធ្វើការជាមួយនិងអ្នករស់នៅក្នុងបន្ទប់ជួលជាមួយខ្ញុំពួកគេក៏កើតក្តីងឿងឆ្ងល់ស្មានតែខ្ញុំនឹងមានបញ្ហាសតិលុះខ្ញុំទ្រាំមិនបានខ្ញុំក៏បានរត់មកស្រុកវិញម្ដងទៀតលើកនេះខ្ញុំសុខចិត្តទទួលស្នងរូបធ្វើជា
គ្រូព្យាបាលជួយដល់មនុស្សលោកតាមបញ្ជារបស់កុមារទេពចាប់តាំងពីពេលនោះមកស្ត្រីខាងលើក៏បាននិយាយឲ្យដឹងទៀតថាបន្ទាប់ពីខ្ញុំយល់ព្រមស្នងរោគធ្វើជាគ្រូព្យាបាលជំងឺឲ្យមនុស្សលោកមកកាលនោះគឺមានអ្នកជំងឺតែ2-3នាក់ប៉ុណ្ណោះដែលមកពឹងពាក់គេបានដឹងក៏មកជួយពឹងពាក់ឲ្យខ្ញុំព្យាបាលជំងឺឲ្យពួកគេលុះបន្ទាប់ក្រោយមកពេលដែលអ្នកជំងឺ2-3នាក់ហ្នឹងបានជាសះស្បើយក៏មានការល្បីតគ្នាពីមាត់មួយទៅកាន់មាត់មួយហើយក៏មានមនុស្សម្នាមកពីទីជិតទីឆ្ងាយមានចំនួនជាច្រើនអ្នកបានមកស្នាក់នៅបោះតង់សូមឲ្យរូបខ្ញុំជួយព្យាបាលដល់ពួកគេជួនកាលនៅផ្ទះរបស់ខ្ញុំរកតែច្រកដើរស្ទើរតែមិនចង់រួចផងស្ត្រីខាងលើក៏បាននិយាយរៀបរាប់តកតងទៅនឹងការទាត្រណិបក្លឹមក្រញូងបាននិយាយឲ្យដឹងថាមូលហេតុដែលខ្ញុំយកត្រណិបក្លឹមក្រញូងនេះមកពីបារមីរបស់កុមារទេពគឺជាអ្នកបញ្ជាឲ្យខ្ញុំយកនោះទេកុមារទេពដែលស្នងរូបខ្ញុំនេះកាលពីអតីតជាតិបានរលត់សង្ខារដោយសារតែដើមក្រញូងរលំសង្កត់នៅពេលដែលកុមារទេពកំពុងអង្គុយធ្វើសមាធិនិយាយបណ្ដាស្ត្រីខាងលើក៏ចង្អុលទៅកាន់កំណររបស់ប្រើប្រាស់នឹងតាំងលម្អដែលធ្វើអំពីឈើក្រញូងដែលអ្នកជំងឺបានយកមកថ្វាយជាដង្វាយក្រោយពេលពួកគេបានជាសះស្បើយដោយស្ត្រីខាងលើបាននិយាយថាប្រសិនបើអ្នកណាថែរក្សានៅត្បាល់បុកអង្រែឈើច្រត់ឬក៏យាមនង្គ័លដែលធ្វើពីក្លឹមក្រញូងនោះប្រកាសជាជួបនៅរឿងក្តៅក្រហាយមានជំងឺឈឺថ្កាត់ហើយប្រសិនបើអ្នកជំងឺដែលមកព្យាបាលនាំយករបស់ទាំងអស់នោះមកជាដង្វាយគឺពួកគេពិតជាឆាប់ជាសះស្បើយពីរោគារបស់ពួកគេដោយក្នុងនោះស្ត្រីខាងលើក៏បាននិយាយបញ្ជាក់ផងដែរថាទោះបីជាឈើក្រញូងមានតម្លៃថ្លៃដូចមាសយ៉ាងណាក៏ដោយពេលដែលមានអ្នកជំងឺយកមកជូនជាត្រណិបគឺរូបខ្ញុំមិនយកទៅលក់ឡើយខ្ញុំធ្វើនេះគ្រាន់តែអនុវត្តទៅតាមការបង្គាប់បញ្ជារបស់បារមីកុមារទេពតែប៉ុណ្ណោះតាមពិតទៅខ្ញុំមិនបានកំណត់ថាគ្រប់អ្នកដែលមកពឹងពាក់ឲ្យខ្ញុំជួយស្រោចទឹកឬក៏ទូទាយនិងអ្នកជំងឺទាំងអស់សុទ្ធតែត្រូវយកក្លឹមក្រញូងមកធ្វើជាត្រណិបឲ្យគ្រូគ្រប់តែគ្នានោះទេបើអ្នកណាមានក៏យកមកតែបើគ្មានក៏មិនបង្ខំដែរតែបើមានក្លឹមក្រញូងគឺជំងឺរបស់ពួកគេឆាប់ជាសះស្បើយដោយឡែកអ្នកជំងឺម្នាក់គាត់មានឈ្មោះថាលោកយាយស៊ីមគាត់មានទីលំនៅនៅស្រុកត្រាំកក់គាត់បាននាំប្តីរបស់គាត់មកព្យាបាលនៅផ្ទះគ្រូបារមីកុមារទេពនេះដោយលោកយាយស៊ីមគាត់បាននិយាយថាប្តីរបស់ខ្ញុំគឺមានជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនយូរឆ្នាំមកហើយក៏ធ្លាប់បាននាំយកទៅកាន់មន្ទីរពេទ្យហើយផងដែរប៉ុន្តែមិនបានធូរស្បើយតតែសោះលុះពេលគេល្បីថាមានគ្រូស្រីគាត់ចេះព្យាបាលជំងឺក៏យកប្តីរបស់ខ្ញុំសាកមកឲ្យអ្នកគ្រូជួយព្យាបាលបន្ទាប់ពីអ្នកគ្រូកុមារទេពបានព្យាបាលជំងឺឲ្យប្តីរបស់ខ្ញុំប៉ុន្មានថ្ងៃក្រោយមកស្រាប់តែឃើញថាអាការៈប្តីរបស់ខ្ញុំបានធូរច្រើនជាងមុនដោយឡែកក្នុងនោះក៏មានអ្នកជំងឺម្នាក់ទៀតមានឈ្មោះថាលោកតាណយគាត់បាននិយាយប្រាប់ថាខ្ញុំបានធ្លាក់ពីលើដំបូលផ្ទះបាក់ឆ្អឹងផ្លូវហើយបន្ទាប់ពីវះកាត់តដាក់ដែករួចមកមុខរបួសខ្ញុំក៏ហើមឈឺដើមមិនរួចនោះទេទោះបីជាលេបថ្នាំយ៉ាងណាក៏មិនបានធូរស្បើយឡើយទើបបានជាខ្ញុំល្បីថាអ្នកគ្រូបារមីកុមារទេពនេះល្បីអាចស្ដោះផ្លុំខ្ញុំក៏សាកមកឲ្យអ្នកគ្រូជួយមើលហើយឃើញថាជំងឺរបស់ខ្ញុំឥឡូវបានធូរស្បើយជាងមុនច្រើនក្នុងនោះក៏មានអ្នកជំងឺម្នាក់ដែលរស់នៅរាជធានីភ្នំពេញគាត់ក៏បានទៅពឹងពាក់ឲ្យគ្រូបារមីកុមារទេពនេះជួយព្យាបាលជំងឺឲ្យគាត់ផងដែរដោយលោកយាយបាននិយាយថាខ្ញុំចេះតែមានអាការៈហើមពោះនិងឈឺចុកចាប់ពេញខ្លួនប្រាណដៃជើងនិងមានអាការៈហត់ហេវអស់កម្លាំងច្រើនខែមកហើយខ្ញុំធ្លាប់ទៅរកគ្រូពេទ្យល្បីជាច្រើនប៉ុន្តែជំងឺរបស់ខ្ញុំនៅតែមិនបានធូរស្បើយហើយមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំថែមទាំងបានចេញទៅព្យាបាលនៅឯបរទេស 2-3 ដងថែមទៀតប៉ុន្តែក៏នៅតែមិនបានជាសះស្បើយខ្ញុំតតម្រែខ្លាំងពេកហើយកាលនោះឮល្បីថានៅខេត្តកំពង់ស្ពឺនេះមានគ្រូបារមីកុមារទេពដែរពូកែខាងព្យាបាលជំងឺខ្ញុំក៏បានឲ្យកូនរបស់ខ្ញុំជូនមកកាន់ផ្ទះអ្នកគ្រូហើយមួយរយៈចុងក្រោយនេះជំងឺរបស់ខ្ញុំគឺសង្កេតឃើញថាបានធូរស្បើយច្រើនជាងមុនបន្ទាប់ពីទទួលបានការស្ដោះផ្លុំនិងស្រោចទឹកផ
ផឹកថ្នាំបាន 4-5 ថ្ងៃឃើញថាអាការៈរបស់ខ្ញុំបានធូរច្រើនពោះខ្ញុំក៏លែងហាមដូចមុនដៃជើងខ្លួនប្រាណក៏លែងសូវឈឺចុកចាំដូចមុនទៀតដែរហើយខ្ញុំថែមទាំងហូបបាយបានសម្រានបានលក់ស្រួលជាងមុនថែមទៀតចាពុកម៉ែបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវមួយតាក់ទងទៅនឹងស្ត្រីម្នាក់ដែលបាននិយាយអះអាងថាគាត់គឺជាអ្នកស្នងរូបរបស់បារមីកុមារទេពអ្វីដែលកាន់តែចម្លែកគ្រូស្រីម្នាក់នេះគឺព្យាបាលជំងឺត្រណិបរបស់គាត់គឺក្លឹមឈើក្រញូងប៉ុន្តែគាត់បានបញ្ជាក់ថាមិនប្រកាសអ្នកជំងឺទាំងអស់គេមានក្លឹមឈើក្រញូងនេះយកមកជាត្រណិបឲ្យគ្រូស្រីម្នាក់នេះឡើយអ្នកខ្លះក៏បានអ្នកខ្លះទៅក៏អត់ហើយត្រណិបនេះគឺគាត់មិនមែនជាអ្នកទៀមទាឬក៏បង្គាប់អ្នកជំងឺដែលចិត្តឯងនោះទេមូលហេតុដែលគាត់ទាត្រណិបពីអ្នកជំងឺដើមក្លឹមឈើក្រញូងនេះមកពីបារមីកុមារទេពបានបង្កប់បញ្ជាលោកគាត់ឲ្យទាត្រណិបបែបនេះពីព្រោះថាបារមីកុមារទេពនេះគឺបានស្លាប់ដោយសារតែដើមក្រញូងរលំសង្កត់ពីលើបណ្ដាលឲ្យបាត់បង់ជីវិតខណៈពេលដែលកុមារទេពកាលនោះកំពុងអង្គុយសមាធិនៅក្រោមដើមក្រញូងនេះស្ត្រីខាងលើក៏បាននិយាយទៀតថាទោះបីជារូបគាត់ដឹងថាក្រញូងមានតម្លៃថ្លៃប៉ុន្តែគឺគាត់អត់បានយករបស់អ្នកជំងឺដែលយកមកថ្វាយនេះទៅលក់នោះទេគាត់គ្រាន់តែធ្វើអ្វីទៅតាមបញ្ជារបស់បារមីកុមារទេពតែប៉ុណ្ណោះចាពុកម៉ែបងប្អូនអ្នកស្ដាប់បន្ទាប់ពីស្ដាប់រឿងរ៉ាវខាងលើនេះហើយបងប្អូនមានមតិយោបល់បែបណាដែរហើយបងប្អូនដែលធ្លាប់បានទៅព្យាបាលជំងឺនៅកន្លែងគាត់បើបងប្អូនបានស្ដាប់នៅរឿងរ៉ាវខាងលើនេះកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះផងហើយសម្រាប់រឿងរ៉ាវខាងលើនេះគឺមានតែប៉ុណ្្នឹងទេអរគុណដល់ពុកម៉ែបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់